ឥឡូវយើងមើលនេះកុំឲ្យខ្ញុំចេះតែនិយាយនេះអានេះ account របស់យើងមើល result ថ្ងៃនេះអូខេ see ថ្ងៃនេះយើងចូលមក setup គឺ TP បានចំណេញ$100ជាងឥឡូវយើងមកមើល performance indicator របស់យើងបងប្អូននៅទីនេះគឺខ្ញុំមានដាក់ graph មួយហើយជាមួយនឹង indicator របស់យើងដែលក្រុមការងារយើងអ្នកសរសេរឡើងនៅផ្ទាល់ដៃពាក់ព័ន្ធជាមួយ indicator របស់យើងអ្នកទាំងគ្នាអាចមើលបាន hit full TP អូខេ full TP មក1.5 risk and reward 1.5 កន្លែងនេះគឺយើងមានពាក់ព័ន្ធជាមួយនឹង performance របស់វាបញ្ជាក់ម្ដងទៀត indicator យើងនេះគឺខ្ញុំនិយាយឲ្យនិយាយទៀតពាក់ព័ន្ធមួយ win rate ត្រឹមតែ 70% គឺ 80% ទេ market sideways គឺអ្នកទាំងគ្នាកុំចូលព្រោះ indicator នេះមិនមែនបង្កើតឡើងសម្រាប់ market sideways បង្កើតឡើងសម្រាប់តែ market មាន volatile market ដើរខ្លាំងអីចឹងណាដូចជាមកព័ត៌មានអីត្រូវឯងមកព័ត៌មាន indicator នេះដាក់ត្រូវដែរពាក់ព័ន្ធជាមួយនឹងទីផ្សារដើរលឿនអីដាក់នេះលុយសុទ្ធហ្មងដាក់នេះអូខេអញ្ចឹងពាក់ព័ន្ធជាមួយ indicator នេះមានបងប្អូនខ្លះគាត់សួរថាតើ indicator ហ្នឹងយើងប្រើបានតែមួយភាគមែនទេអត់ទេយើងអាចប្រើបានច្រើនភាគឥឡូវមកមើលបងប្អូនគ្នាបច្ចុប្បន្នគឺខ្ញុំនៅក្នុងភាគមាសមើលតម្លៃហាងឆេងមាសឥឡូវយើងទៅមើលក្នុងភាគប្រាក់ full TP ប្រេងមកប្រេងslow អូខេប្រេងយើង TP 3អូខេ TP 3ឥឡូវយើងមកមើលលុយដុល្លារhit TP ដែរនេះ TP ទី2ហើយបាន CSL នេះឥឡូវខ្ញុំដូរនេះសិនសុំកែតិចឆ្លើយតបទៅកាន់ការ feedback របស់អតិថិជនណាដែលគាត់ចង់បានខ្សែ EMA ឥឡូវយើងតម្លើងខ្សែ EMA ឲ្យបងឯងអូខេអញ្ចឹងបងអាចប្រើប្រាស់បានហើយពាក់ព័ន្ធជាមួយនឹង position គឺអតិថិជនខ្លះគាត់ចង់បានទៅខាងស្ដាំអ្នកខ្លះចង់បានខាងឆ្វេងអញ្ចឹងយើងដាក់បានស្ដាំឆ្វេងអីយើងដាក់តាមនោះទៅចុចអូខេមកអូខេ flip ឲ្យឥឡូវយើងកែ performance របៀបអីប្រើប្រាស់ហើយ date កន្លែងនេះបងប្អូនថាវែងញ៉ៃបាក់មើលចង់បិទបានអូខេបិទបានអូខេយើងកែសម្រួលអីឲ្យមកឆ្ងាញ់ហ្មងបងប្អូនស្រួលប្រើហ្មងមកឆ្ងាញ់អញ្ចឹងបើសិនជាបងប្អូនមាន recommend ឬក៏ចង់បានអ្វីថែមទៀតតាក់ទងខ្ញុំប្រាប់មកខ្ញុំកែឲ្យចង់បានអីកែឲ្យព្រោះអាកូននេះខ្ញុំសេខ្លួនឯងអាចកែបានអូខេមួយទៀតពាក់ព័ន្ធជាមួយនឹង future index អីអ្នកថ្ងៃមើលបាន index មិនថា trade មាសមិនថា trade ប្រាក់ប្រេង index future forex crypto បានទាំងអស់អូខេបានទាំងអស់នេះយកទៅមើលខ្លួនឯងបានទាំងអស់នេះអានេះអីគេeuro dollar time frame 5 នាទី full TP ឥឡូវយើងមើល pound full TP ឥឡូវមើលពាក់ព័ន្ធជាមួយអីគេនេះអីគេ Swiss ហ៎ដុល្លារ Swiss full TP មិន full TP ឥឡូវវា flip signal ឲ្យចូលមួយទៀតអានេះចូលអីគេចូលបាយអញ្ចឹងអូខេឥឡូវខ្ញុំឈានឱកាសនេះបញ្ចូលអ្នកទាំងគ្នាក្នុងការចូលទីផ្សារបន្តិចអូខេពាក់ព័ន្ធជាមួយនឹង signal ណាគឺគេរងចាំឲ្យវាបិទ candlestick ហ្នឹងសិនមិញវា load មកយើងក៏អត់តន់ចូលភ្លាមទេឲ្យវាបិទ candlestick ហ្នឹងសិន confirm ជាមួយនឹង strategy អ្នកទាំងគ្នា support resistance ឬក៏ ICT ស្អី confirm ជាមួយ strategy របស់អ្នកទាំងគ្នាហើយចូលទៅហើយមិនបាច់ចាំអ្នកទាំងគ្នាត្រូវការចេះ strategy ញញៃច្រើនទេចេះតែមក strategy support resistance ក៏អាចប្រើជាមួយ indicator នេះប្រើទៅដល់បានផលហើយអូខេហើយយើងមើលទៅលើបន្ទុកនេះឧទាហរណ៍ចេះបើសិនជាវាបិទ candlestick ពណ៌លឿងពណ៌នេះយើងអាចសេរីបានទៀតបិទ candlestick ពណ៌លឿងបន្ទុកវាលើចិត្តឡើងថាលើ 60% strong bull ហើយ signal rate របស់វាគេឲ្យ3ផ្កាយចូលបានឥឡូវមើលជាក់ស្ដែងផ្ទាល់ជាក់ស្ដែងមើលផ្ទាល់ជាក់ស្ដែងឥឡូវយើងយកត្រឹមតែ TP 1ក៏បានដែរអសល់មើលផ្ទាល់ជាក់ស្ដែងជាមួយខ្ញុំទាំងអស់គ្នាឥឡូវមើលជាមួយខ្ញុំទាំងអស់គ្នារងចាំតិចមក5នាទីប្រហែលជាយូរឥឡូវយើង skip សិនណាចាយកមកយូរពេកឥឡូវយើង skip សិនចាំពេលចុងវីដេអូចាំយើងមកកន្លែង set up នឹងវិញអានេះអីគេដុល្លារ Swiss ដុល្លារ Swiss អូខេដុល្លារ Swiss យើងចាំពេលចប់វីដេអូយើងមកមើលវិញអូខេពេលបញ្ជាក់ម្ដងទៀត market sideways គឺយកចូលទេបើសិនជា market ជាលក្ខណៈថា volatile អានេះយើងចូលឥឡូវយើងមើល time frame 5 10នាទីយើងឃើញអានេះមិន bullish បកគោ bullish ខ្លាំង
bully ខ្លាំងណា15ទី bully ខ្លាំងអញ្ចឹងប្រកបណាស់វាអាចឡើងមកយកមកខាងមក take នេះ resistance នៅខាងលើនេះតំបន់ resistance នេះអូខេតំបន់ on the block ឬក៏ resistance ខាងលើនេះឯងអញ្ចឹងវាអាចឡើងមកដល់ TP 1ឬក៏មកដល់ TP ទី2ហ្នឹងឯងចាំមើលជាក់ស្ដែងតបចាំមើលជាក់ស្ដែងកុំឲ្យខ្ញុំចេះតែនិយាយឥឡូវយើងមើលពាក់ព័ន្ធជាមួយនឹង crypto Bitcoin TP ទី2អានេះBitcoin ជាមួយនឹង Ethereum ឯងនឹង slow ឯង Bitcoin ជាមួយ Ethereum អូខេ TP ទី2 Ethereum អានេះ SL អត់ទេអត់មាន SL ទេអូមួយថ្ងៃអត់ឃើញ SL មួយឥឡូវយើងទៅលើឥឡូវ challenge ទៅរក SL ឥឡូវយើង challenge ទៅរក SL បងប្អូនគ្នាមើលអាណា SL ចុយមានចុយអត់មាន SL ទេមានគួរតែមាន SL មួយមែនទេចុយអូខេឥឡូវយើងរកបាន SL មួយអូខេសម្រាប់ SL អ្នកទាំងគ្នាឃើញ market វា sideways market sideways ប្រភេទ momentum វាតិចអូខេប្រភេទ momentum វាតិចអានេះលក្ខណៈថាបន្ទុកវាតិចស្គាល់ទេវាតិចអញ្ចឹងមិនវា CSL អញ្ចឹងបើសិនជាបន្ទុកវាខ្ពស់ណាប្រកបណាស់ដល់តែ TP អានេះ CSL មួយអញ្ចឹងយើងជោគជ័យហើយរកបាន SL មួយហើយជោគជ័យហើយនិយាយរក SL ណាគេ trade រក indicator រក TP ហើយរក SL ថ្មីមួយទៀតហ្នឹងអានេះក៏ SL នេះអូខេ market choppy market sideways SL អានេះលក្ខណៈថាអានេះអីគេដុល្លារ Japan នេះដុល្លារ Japan មិនមានព័ត៌មានបានវាចឹងអត់អីអញ្ចឹងដូចជាអ្នកទាំងគ្នាបានឃើញអញ្ចឹងពាក់ព័ន្ធជាមួយនឹង performance ឥឡូវយើងចូលទៅកាន់មាសវិញឥឡូវ performance យើងចូលទៅកាន់មាសវិញអូខេឥឡូវតម្លាក់ time frame 15ទេមកតម្លាក់ time frame 5ទេវិញអញ្ចឹងជាចុងក្រោយបើសិនជាបងប្អូនចង់បានអាចទាក់ទងមកក្រុមការងារយើងបានសម្រាប់ការ register account ដើម្បីទទួលបាន indicator និងតម្លៃមួយដែលសមរម្យមែនអ្នកទាំងគ្នា indicator នេះ performance ល្អប៉ុណ្ណឹងខ្ញុំលក់ត្រឹមតែ20ឡាធៀបជាមួយនឹង indicator ដទៃទៀតអ្នកខ្លះលក់ឡើង60រៀល50រៀល100 200 300ខ្ញុំលក់ត្រឹមតែ$20ឲ្យអ្នកទាំងគ្នាដោយសារតែខ្ញុំដឹងមានបងប្អូនខ្លះគាត់អត់មានថវិកាច្រើនទេហើយសាកជាមួយ indicator របស់យើងអ្នកទាំងគ្នាទិញតែ$20ទិញ$20អ្នកទាំងគ្នាចូលមក set up ហ្នឹងអ្នកទាំងគ្នា recovery បានហើយឥឡូវយើងមើលនេះកុំឲ្យខ្ញុំចេះតែនិយាយនេះឥឡូវយើងមកមើល account របស់យើង template ដាក់ account របស់យើងបាទអ្នកទាំងគ្នាមើលនេះថ្ងៃនេះអានេះ account របស់យើងមើល result ថ្ងៃនេះអូខេស៊ីថ្ងៃនេះយើងចូលមក set up គឺ TP បានចំណេញ$100ជាងអញ្ចឹងថ្ងៃនេះគឺ result របស់យើង$100ជាងបានមកពីអរគុណ indicator DT indicator របស់យើង buy ដាក់លុយហ្នឹងត្រូវណាទៀតហើយបើសិនជាបងប្អូនចង់បាន free យកទៅតេស្តសាកប្រើមុនដំបូងអូខេបានតាក់ទងក្រុមការងារយើងធ្វើការ register យើងឲ្យ indicator free មួយ lifetime អានេះ lifetime ហ្មងlifetime ហ្នឹងមិនគឺអ្នកទាំងគ្នាទិញតាមនិយាយថាយកទៅប្រើប្រាស់បានមកសេរីមកច្បាស់មកប្រើបានប៉ុន្តែគុណវិបត្តិរបស់វាគឺវាអត់មានអីជួយ confirm ឲ្យអ្នកទាំងគ្នាមើលទេវាមាន buy sell អញ្ចឹងបើសិនជាទីផ្សារ Shopee ចេះវាហានិភ័យពាក់ព័ន្ធជាមួយនឹង SL យើងច្រើនគួរសមដែរប៉ុន្តែបើសិនជាយើងចេះមើលហើយឬក៏អ្នកទាំងគ្នាបាន join ជាមួយនឹង channel community របស់យើងយកតែរបស់ free នេះប្រើក៏អ្នកទាំងគ្នាឲ្យ recovery យកលុយការខារបស់អ្នកទាំងគ្នាបានដែរអូខេហើយខ្ញុំនិយាយឲ្យទៀត market sideways កុំចូលខ្ញុំអត់មាន strategy ណាដាក់ទៅ market sideways ចំណេញលុយទេបើសិនជាអ្នកគ្នាទៅរៀនមួយគ្រូណាដែលគេប្រៀនថាអូយើងចូលសារ market sideways អីចឹងមិនចូលអាហ្នឹងខ្ញុំអត់ដឹងទេប៉ុន្តែបើសម្រាប់ខ្ញុំរៀនបទពិសោធន៍ខ្ញុំផ្ទាល់ market sideways គឺគេអត់ដែល trade ទេគេ trade តែ market ណាដែលដើរ trending ទេ volatile ទីផ្សារ sideways គឺគេ skip ចោលហ្នឹងឯងអូខេអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំ recommend ហើយជាបន្តទៀត indicator យើងល្អប៉ុន្តែក៏ទាមទារឲ្យអ្នកទាំងគ្នាត្រូវការសិក្សាចេះពី strategy មួយចំនួនដែរដូចជា support resistance trend line FVG
ដើម្បីយកវាបូកផ្សំជាមួយនឹង indicator នេះទៅប្រើទៅវាមានប្រសិទ្ធភាពល្អអូខេហើយមិនបាច់ចាំទៅរៀនរូបមន្តច្រើនអីញ៉ៃច្រើនទេតែមួយពីរក៏ចេះដែរប្រើមកនេះទៅអ្នកថ្មីអ្នកចាស់ប្រើបានទាំងអស់អានេះ beginner friendly ហ្មងអ្នកថ្មីអ្នកចាស់ប្រើបានទាំងអស់ហើយមានអ្នកតម្លៃនេះដាក់ឲ្យទៀតតម្លៃអីគេចូលនៅតំបន់ណាចេញនៅតំបន់ណា TPSL ណាមានឲ្យគ្រាន់តែអ្នកទាំងគ្នាទិញឲ្យយកទៅតម្លើងដាក់ក្នុង training view អង្គុយជាមួយវាមើលតែប៉ុណ្្នឹងបានឯងអត់អីទេសាមញ្ញមែនតើងាយស្រួលសំបីតែក្មេងអាយុ10ថា15 19ឆ្នាំឬក៏ថ្នាក់ទី9ថ្នាក់ទី8អីក៏អាចប្រើបានដែរមិនបាច់ចាំទៅរៀនដល់អីគេ master បបសព5 6ឆ្នាំអីចូលទេហើយប្រើបានអស់គ្នា